ខ្ញុំញ៉ាំឆ្អែតហើយវ៉ាឈឺ饱了រៀបចំញ៉ាំបាយជួនបី吃饭កំពុងញ៉ាំបាយ在吃饭សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងបន្តអំពីការរៀនភាសាចិនដែលនិយាយទៅអំពីការញ៉ាំអញ្ចឹងកុំឲ្យខាតពេលយូរយើងមកចូលដល់ប្រយោគរបស់យើងតែម្ដងអញ្ចឹងចំពោះប្រយោគដំបូងហ្នឹងគឺតើអ្នកទៅណាភាសាចិន你去哪里你去哪里你去哪里ខ្ញុំទៅភោជនីយដ្ឋានញ៉ាំបាយ我去餐厅吃饭我去餐厅吃饭我去ខ្ញុំទៅ餐厅ភោជនីយដ្ឋាន吃饭ញ៉ាំបាយ我去餐厅吃饭ខ្ញុំទៅភោជនីយដ្ឋានញ៉ាំបាយចំពោះប្រយោគបន្ទាប់ហ្នឹងគឺតើអ្នកញ៉ាំបាយហើយឬនៅ你吃饭好了吗你吃饭好了吗你អ្នក吃饭ញ៉ាំបាយ好了吗រួចរាល់ហើយឬនៅ你吃饭好了吗តើអ្នកញ៉ាំបាយហើយឬនៅប្រយោគបន្ទាប់ហ្នឹងគឺខ្ញុំរៀបចំញ៉ាំបាយ我准备吃饭我准备吃饭我准备ខ្ញុំរៀបចំ吃饭ញ៉ាំបាយ我准备吃饭ខ្ញុំរៀបចំញ៉ាំបាយខ្ញុំកំពុងញ៉ាំបាយ我在吃饭我在吃饭我在ខ្ញុំកំពុង吃饭យើងបានដឹងហើយពាក្យហ្នឹងដូចជានិយាយពី3ដងហើយពាក្យហ្នឹងគឺប្រែថាញ៉ាំបាយ我在吃饭ខ្ញុំកំពុងញ៉ាំបាយប្រយោគខាងក្រោមហ្នឹងគឺខ្ញុំញ៉ាំរួចហើយ我吃好了我吃好了我吃ខ្ញុំញ៉ាំ好了រួចរាល់ហើយ我吃好了ខ្ញុំញ៉ាំរួចហើយប្រយោគខាងក្រោមគឺខ្ញុំមិនទាន់ញ៉ាំទេភាសាចិនយើងនិយាយថា我还没吃我还没吃我ខ្ញុំ还没មិនទាន់吃ញ៉ាំ我还没吃ខ្ញុំមិនទាន់ញ៉ាំទេប្រយោគបន្ទាប់តើអ្នកញ៉ាំឆ្អែតហើយឬនៅ你吃饱了吗你吃饱了吗你អ្នក吃ញ៉ាំ饱了吗ឆ្អែតហើយឬនៅ你吃饱了吗តើអ្នកញ៉ាំឆ្អែតហើយឬនៅប្រយោគខាងក្រោមខ្ញុំញ៉ាំឆ្អែតហើយ我吃饱了我吃饱了我吃ខ្ញុំញ៉ាំ饱了ឆ្អែតហើយឬមួយក៏ពេញហើយពាក្យប៉ោប៉ោហ្នឹងគឺពេញតែបើសិនជាយើងសំដៅទៅលើការញ៉ាំគឺយើងញ៉ាំឆ្អែតហើយគឺពេញនឹងអីអញ្ចឹង我吃饱了គឺយើងប្រែថាខ្ញុំញ៉ាំឆ្អែតហើយបន្ទាប់គឺខ្ញុំញ៉ាំមិនទាន់ឆ្អែតទេ我还没吃饱我还没吃饱我还没ខ្ញុំនៅមិនទាន់吃饱ញ៉ាំឆ្អែត我还没吃饱ខ្ញុំនៅមិនទាន់ញ៉ាំឆ្អែតទេប្រយោគខាងក្រោមនោះគឺតើអ្នកចូលចិត្តញ៉ាំម្ហូបអ្វី你喜欢吃什么菜你喜欢吃什么菜你អ្នក喜欢ចូលចិត្ត你喜欢អ្នកចូលចិត្ត吃什么ញ៉ាំអ្វីឆៃគឺយើងប្រែថាម្ហូបឬមួយក៏បន្លែក៏បានដែរ你喜欢吃什么菜តើអ្នកចូលចិត្តញ៉ាំម្ហូបអ្វីខ្ញុំចូលចិត្តញ៉ាំស៊ុប
我喜欢吃糖我喜欢吃糖我喜欢吃糖